ភ្លើងសង្គ្រាមមជ្ឈមបូព៌ានិងល្បែងការទូតដ៏ស្មុគស្មាញ24មីនាការវិវត្តនៃសង្គ្រាមអ៊ីរ៉ង់អាមេរិកអ៊ីស្រាអែលថ្ងៃទី25ពិភពលោកស្ថិតនៅក្នុងភាពស្រពិចស្រពិលរវាងសង្គ្រាមនិងការចរចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃទី24ខែមីនាឆ្នាំ2026សង្គ្រាមដ៏ក្តៅគគុកនៅមជ្ឈមបូព៌ាឈានចូលដល់ថ្ងៃទី25ហើយស្ថានភាពនៅថ្ងៃនេះគឺពោពេញទៅដោយភាពចម្លែកនិងច្របូកច្របល់បំផុតដែលធ្វើឲ្យពិភពលោកទាំងមូលកំពុងតាមដានដោយដង្ហើមញាប់ញ័រតើវាជាសញ្ញានៃសន្តិភាពឬក៏ជាការផ្អាកដើម្បីត្រៀមវាយប្រហារធំជាងមុនថ្ងៃនេះយើងនឹងមកពិនិត្យមើលរាល់ការវិវត្តសំខាន់ទាំងនៅលើសមរភូមិគ្រាប់កំភ្លើងនិងនៅលើតុចរចាដ៏អាថ៌កំបាំងរាត្រីនៃអណ្ដាតភ្លើងនៃទីក្រុងតេលអាវីវនៅព្រឹកព្រលឹមថ្ងៃអង្គារនេះសំឡេងស៊ីរ៉ែនប្រកាសអាសន្នបានពន្លឺឡើងយ៉ាងខ្លាំងពីពេញកណ្ដាលប្រទេសអ៊ីស្រាអែលជាពិសេសនៅទីក្រុងតេលអាវីវដែលជាបេះដូងសេដ្ឋកិច្ចរបស់អ៊ីស្រាអែលស្ថានភាពនៅកន្លែងកើតហេតុការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់បានបាញ់មីស៊ីលប៉ាឡេស្ទិកចំនួនថ្មីជាច្រើនគ្រាប់សម្ដៅទៅលើទីក្រុងតេលអាវីវទោះបីជាប្រព័ន្ធការពារអាកាស Iron Dome និង Arrow របស់អ៊ីស្រាអែលបានធ្វើការយ៉ាងសកម្មប៉ុន្តែមីស៊ីលមួយចំនួនបានទម្លុះរនាំងការពារនិងធ្លាក់ចំអគារស្នាក់នៅនិងតំបន់ស៊ីវិលការខូចខាតនិងជនរងគ្រោះរបាយការណ៍បឋមបានបង្ហាញថាមនុស្សយ៉ាងហោចណាស់4នាក់បានរងរបួសនិងអគារជាច្រើនត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងររូបភាពនៃផ្សែងខ្មៅហុយត្រឡោមពីកណ្ដាលទីក្រុងតេលអាវីវបានក្លាយជាចំណងជើងសារព័ត៌មានជុំវិញពិភពលោកនៅព្រឹកថ្ងៃនេះការរីករាលដាលមិនត្រឹមតែតេលអាវីវទេសូម្បីតែនៅតំបន់ West Bank ជិតទីក្រុង Nablus ក៏មានបំណែកមីស៊ីលធ្លាក់ផងដែរដែលបង្កឲ្យមានការភ័យខ្លាចដល់ប្រជាជនប៉ាឡេស្ទីននៅទីនោះល្បែងការទូតរបស់លោក Donald Trump អវសានវត្ត5ថ្ងៃអ្វីដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលបំផុតគឺសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិកលោក Donald Trump លោកបានប្រើប្រាស់យុទ្ធសាស្ត្រវាយផងលួងផងដែលជា style ខ្លួនរបស់លោកការផ្អាកការវាយប្រហារលើរោងចក្រអគ្គិសនីការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលលោក Trump បានប្រកាសផ្អាកការវាយប្រហារលើរោងចក្រអគ្គិសនីនិងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រយៈពេល5ថ្ងៃលោកបានអះអាងថាអាមេរិកនិងអ៊ីរ៉ង់កំពុងតែមានការចរចាដ៏ល្អដើម្បីស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមការបដិសេធពីអ៊ីរ៉ង់ប៉ុន្តែអ្វីដែលចម្លែកនោះគឺទីក្រុងតេហេរ៉ង់បានចេញមកបដិសេធភ្លាមអ្នកនាំពាក្យរដ្ឋសភាអ៊ីរ៉ង់បានហៅការអះអាងរបស់លោក Trump ថាជាព័ត៌មានคล้าย fake news ពួកគេបានបញ្ជាក់យ៉ាងច្បាស់ថាដរាបណាគ្រាប់បែកនៅតែធ្លាក់នៅលើក្បាលប្រជាជនយើងគ្មានការចរចាណាមួយកើតឡើងឡើយស្ពានសម្ងាត់នៅទីក្រុងអ៊ីស្លាមាបាតតួនាទីរបស់ប៉ាគីស្ថានទោះបីជាអ៊ីរ៉ង់បដិសេធប៉ុន្តែមានសញ្ញាជាច្រើនបង្ហាញថាមានការខិតខំប្រឹងប្រែងពីក្រោយឆាកយ៉ាងខ្លាំងក្លាដើម្បីបញ្ចប់សង្គ្រាមនេះប៉ាគីស្ថានជាអ្នកសម្របសម្រួលក្រសួងការបរទេសប៉ាគីស្ថានបានប្រកាសជាចំហថាខ្លួនត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ការចរចារវាងអាមេរិកនិងអ៊ីរ៉ង់នៅក្នុងទីក្រុងអ៊ីស្លាមាបាតការតាក់ទងកម្រិតខ្ពស់មេបញ្ជាការកងទ័ពប៉ាគីស្ថានបានជជែកជាមួយនឹងលោក Trump ខណៈដែលនាយករដ្ឋមន្ត្រីប៉ាគីស្ថានបានជជែកជាមួយនឹងប្រធានាធិបតីអ៊ីរ៉ង់នេះបង្ហាញថាប៉ាគីស្ថានទូគីនិងអេស៊ីបកំពុងដើរតួជាស្ពានចម្លងសារដ៏សំខាន់បំផុតនៅពេលនេះអ៊ីស្រាអែលនឹងការបង្កើតតំបន់សន្តិសុខនៅលីបង់ខណៈដែលអាមេរិកនិយាយអំពីការចរចាអ៊ីស្រាអែលហាក់ដូចជាកំពុងពង្រីកប្រតិបត្តិការយោធារបស់ខ្លួនឲ្យកាន់តែស៊ីជម្រៅនិងរឹងមាំជាងមុនយុទ្ធសាស្ត្រទន្លេលីតានីការគ្រប់គ្រងស្ពានរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកអ៊ីស្រាអែលកាតបានប្រកាសថាកងទ័ពអ៊ីស្រាអែលនឹងគ្រប់គ្រងស្ពានទាំងអស់នៅលើទន្លេលីតានីនៅក្នុងប្រទេសលីបង់តំបន់សន្តិសុខថ្មីអ៊ីស្រាអែលបានមានបំណងបង្កើតតំបន់សន្តិសុខនៅភាគខាងត្បូងលីបង់រហូតដល់ទន្លេលីតានីដើម្បីរារាំងក្រុមហេបូឡាមិនឲ្យវាយប្រហារភាគខាងជើងអ៊ីស្រាអែលការផ្លាស់ប្ដូរទីលំនៅអចិន្ត្រៃយ៍ជនស៊ីវិលលីបង់រាប់សែននាក់ដែលបានភៀសខ្លួនទៅភាគខាងជើងនិងមិនត្រូវបានអនុញ្ញាតឲ្យត្រឡប់មកវិញឡើយរហូតទាល់តែសន្តិសុខត្រូវបានធានានេះគឺជាការផ្លាស់ប្ដូរផែនទីយោធាដ៏ធំមួយនៅក្នុងតំបន់ស្ថានភាពផ្ទៃក្នុងអ៊ីរ៉ង់ការបង្ក្រាបនិងភាពតានតឹង
នៅក្នុងប្រទេសអ៊ីរ៉ង់របបដឹកនាំកំពុងប្រឈមមុខនឹងសម្ពាធទាំងពីរខាងក្រៅនិងខាងក្នុងយ៉ាងខ្លាំងក្លាការចាប់ខ្លួនទ្រង់ទ្រាយធំប៉ូលីសអ៊ីរ៉ង់បានចាប់ខ្លួនមនុស្សចំនួន466នាក់ដែលត្រូវបានចាប់ប្រកាន់ថាបានធ្វើសកម្មភាពតាមអ៊ីនធឺណិតដើម្បីបង្កអសន្តិសុខផ្ទៃក្នុងនិងផ្សព្វផ្សាយការភ័យខ្លាចនេះបង្ហាញថារដ្ឋាភិបាលអ៊ីរ៉ង់កំពុងបារម្ភពីការងើបឡើងបះបោររបស់ប្រជាជនខ្លួនឯងការដាច់ចរន្តអគ្គិសនីទោះបីជាលោកត្រាំផ្អាកការវាយប្រហារលើរោងចក្រអគ្គិសនីប៉ុន្តែការវាយប្រហារកាលពីថ្ងៃមុនបានធ្វើឲ្យទីក្រុងជាច្រើនរួមទាំងទីក្រុងតេហេរ៉ង់ជួបប្រទះនឹងការដាច់ភ្លើងជាញឹកញាប់ដែលធ្វើឲ្យជីវភាពប្រជាជនកាន់តែលំបាកផលប៉ះពាល់សេដ្ឋកិច្ចសកលតម្លៃប្រេងនិងក្តីបារម្ភសង្គ្រាមនេះមិនមែនប៉ះពាល់តែមជ្ឈមបូព៌ាទេប៉ុន្តែវាបានអង្រួនដល់ហៅប៉ៅរបស់មនុស្សគ្រប់គ្នានៅលើពិភពលោកតម្លៃប្រេងការប្រកាសផ្អាកការវាយប្រហារលើវិស័យធម្មពលរបស់លោកត្រាំធ្វើឲ្យតម្លៃប្រេងមានស្ថិរភាពបន្តិចប៉ុន្តែវានៅតែស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតវិបត្តិធម្មពលនៅអឺរ៉ុបប្រទេសអឺរ៉ុបកំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីការផ្គត់ផ្គង់ហ្គាសនិងប្រេងប្រសិនបើសង្គ្រាមនេះអូសបន្លាយលើសពីការរំពឹងទុកតើនេះជាសន្តិភាពឬអន្ទាក់អ្នកវិភាគយោធានិងនយោបាយបានលើកឡើងនូវចំណុចគួរឲ្យចាប់អារម្មណ៍ចំនួន3សម្រាប់យើងទាំងអស់គ្នាពិចារណាមួយយុទ្ធសាស្ត្របំបែកបំបាក់លោកត្រាំប្រហែលជាកំពុងព្យាយាមបំបែកបំបាក់ផ្ទៃក្នុងអ៊ីរ៉ង់ដោយការនិយាយពីការចរចាដើម្បីឲ្យប្រជាជនអ៊ីរ៉ង់មានសង្ឃឹមនិងងើបឡើងប្រឆាំងនឹងមេដឹកនាំដែលចង់បន្តសង្គ្រាមពីយុទ្ធសាស្ត្រប៉ូលីសល្អប៉ូលីសអាក្រក់គណៈអាមេរិកនិយាយពីការចរចាប៉ូលីសល្អអ៊ីស្រាអែលនៅតែបន្តវាយប្រហារយ៉ាងខ្លាំងក្លាប៉ូលីសអាក្រក់ដើម្បីបង្ខំឲ្យអ៊ីរ៉ង់ចុះចាញ់3គ្រោះថ្នាក់នៃអសានវត្តប្រសិនបើក្នុងរយៈពេល5ថ្ងៃនេះគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើងទេអាមេរិកអាចនឹងបើកការវាយប្រហារកំទេចចុងក្រោយលើប្រព័ន្ធធម្មពលរបស់អ៊ីរ៉ង់ទាំងស្រុងបងប្អូនជាទីគោរពថ្ងៃទី24ខែមីនាឆ្នាំ2026គឺជាថ្ងៃដែលពោពេញទៅដោយមន្ទិលសង្ស័យនិងក្តីសង្ឃឹមដ៏ស្រពិចស្រពិលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នៅរាល់នាទីនៃអសានវត្ត5ថ្ងៃរបស់លោកត្រាំតែការចរចានៅទីក្រុងអ៊ីស្លាមាបាតនឹងកើតឡើងពិតមែនឬទេតើអ៊ីរ៉ង់នឹងព្រមចុះញោមឬក៏នៅបន្តបាញ់មីស៊ីលសងសឹកសង្គ្រាមនេះលែងមានតែនៅលើសមរភូមិគ្រាប់កំភ្លើងទៀតហើយប៉ុន្តែវាคล้ายជាសង្គ្រាមចិត្តសាស្ត្រនិងការទូតដ៏ស្មុគស្មាញបំផុតនៅក្នុងសតវត្សទី21